ផ្សេងៗអីត្រឹមមួយខែឬកន្លះខែអាចផ្លេចបានណាអ្នកទាំងអស់គ្នាបាទតែបើរឿងខ្មោចលងមួយនិយាយថាមិនដែលផ្លេចទេបងប្អូនអើយទោះកន្លងផុតទៅច្រើនឆ្នាំក៏នៅតែចាំរហូតដល់ឥឡូវអញ្ចឹងណាបងប្អូនពួកវាស្ដែងពេកបងប្អូនអើយបាទដូចក្នុងរឿងកុនអញ្ចឹងអ្នកទាំងអស់គ្នានេះសុទ្ធតែជារឿងដែលខ្ញុំជួបផ្ទាល់ស្ដែងខ្លួនឯងហើយបងប្អូនអើយអញ្ចឹងចាំនៅកណ្ដាលវីដេអូខ្ញុំនឹងប្រាប់ថាមូលហេតុអីបាទខ្ញុំជួបបែបហ្នឹងហើយខ្ញុំជួបបែបមិនខ្លាចអញ្ចឹងទៅណាអ្នកទាំងអស់គ្នាបាទខ្ញុំជឿជាក់ថាវីដេអូនេះបង្ហោះទៅប្រកាសជាមានមតិស្របនិងមតិមិនស្របជាក់ជាមិនខានទេតែបងប្អូនគិតតាមការគួរខ្លួនឯងទៅខ្ញុំអត់ដឹងទេអ្វីដែលខ្ញុំដឹងនោះគឺការចែកម្លែករបស់ខ្ញុំគឺជារឿងពិតប្រាកដដែលខ្ញុំជួបផ្ទាល់ជាក់ស្ដែងអត់មានបំណងកុហកបងប្អូនឬមួយក៏និយាយអូសទាញយក view អីទេតែសូមសំណូមពរបងប្អូនដែល comment នៅក្រោមវីដេអូវែកញែកជាមួយគ្នាសូមប្រកបទៅដោយក្រមសីលធម៌អញ្ចឹងណាអ្នកទាំងអស់គ្នាបាទកុំឆ្លោះប្រកែកគ្នានៅក្នុង comment អីអ្នកទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនចាំជួយ follow ខ្ញុំម្នាក់មួយផងគាត់ចុចឡើងនឹងមកប៉ក់ទៅ follow អញ្ចឹងណាអ្នកទាំងអស់គ្នាបាទនៅស្រុកខ្ញុំឲ្យតែខែបិណ្ឌអ្នកទាំងអស់គ្នាគឺគាត់តែងតែទៅដេកនៅវត្តដើម្បីញាក់ពីមាត់រងាវឡើងបោះបាយបិណ្ឌឲ្យតាន់ពេលអញ្ចឹងណាតែថ្ងៃមួយនោះខ្ញុំគិតថាប្រកាសជាមានបងប្អូនគាត់មកដេកនៅវត្តច្រើនដែរហើយបានគ្នាអញ្ចឹងទៅក៏សម្រេចចិត្តថាដេកនៅវត្តអញ្ចឹងទៅឲ្យបងប្អូនគាត់មកផ្ទះមុនពេលនោះបិណ្ឌដំបូងអញ្ចឹងទៅគេដាក់បាសដាក់អីអញ្ចឹងទៅខ្ញុំទៅមួយបងប្អូនមកអីអញ្ចឹងទៅដល់ពេលចាប់បាសអញ្ចឹងទៅអ្នកទាំងអស់គ្នាអើយបាទសឹងថាមនុស្សគេចេញមកអស់លីងមកចេញពីវត្តឡើងស្ងាត់វត្តជ្រាបមកខ្ញុំក៏ជុំធ្លាប់រាល់ដងពេលដែលគេបិទបាសទៅមនុស្សមានបងប្អូនយើងនៅពេញវត្តនៅកុកកនៅដេកនៅវត្តទៅស្រាប់ថ្ងៃហ្នឹងបងប្អូនឲ្យឡើងស្ងាត់វត្តនៅសល់តែខ្ញុំហើយនឹងតាអាចារ្យតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងខ្ញុំដេកមួយតាអាចារ្យនៅក្នុងសាលាឆាន់ប៉ុណ្ណាណីហើយតាអាចារ្យតែ5នាក់ទេតែដេកម្លងគ្នាតុង3-4ម៉ែត្រពីគ្នា3-4ពីគ្នាតែដល់ពេលដែលបិទភ្លើងពឹបបងប្អូនអើយបាទតាំងតែពីម៉ោង11យប់លឺសំឡេងសម្រឹកជើងដើរយ៉ាប់គ្រប់ដូចក្នុងរឿងបងប្អូនអើយបាទនិយាយត្រង់មកលាស់កាទៀលចិត្តខ្ញុំទៀតលហើយហើយតបមកនិយាយសលេងផ្សេងថានៅណាសំឡេងល្វើយបងប្អូនអើយបាទខ្ញុំនិយាយឡើងព្រឺរោមពេលហ្នឹងខ្ញុំក៏លើកទី1ដែរដែលជួបអញ្ចឹងណាខ្ញុំក៏ចាប់ដើមគិតថាប្រកាសជាស្ដាប់ច្រឡំទេដឹងអីក៏ដៃហ្នឹងគឺក្តិចមួលខ្លួនឯងផងញឹងតែជាខ្លួនឯងផងក្តិចមួលផងនៅតែលឺគិតថាខ្លួនឯងយល់សពការពិតគឺរឿងពិតមកបងប្អូនហើយដល់អញ្ចឹងខ្ញុំចាប់ដើមដេកញាក់រត់ទៅអោបតាអាចារ្យរហូតដល់តាអាចារ្យគាត់ថប់ដង្ហើមពេកយកអាគុយមកដាក់ខាំងខ្ញុំខាំងហើយខ្ញុំនៅផ្លោះអាគុយទៅអោបគាត់ទៀតបងប្អូននិយាយពីថាមកយប់ហ្នឹងអត់បានដេកទេតាំងតែម៉ោង11យប់រហូតដល់ម៉ោង4ភ្លឺតតែលោកឡើងហ្វាយកុំប្រះបងប្អូនបានវាឈប់លងពេលហ្នឹងមានអីអ្នកទាំងអស់គ្នាទៅដល់ផ្ទះគ្រុនបដ ாய் បាទព្រោះនៅក្មេងដែរអាយុតុង16-17ឆ្នាំដែរហ្នឹងហើយអ្នកទាំងអស់គ្នានេះគឺជារឿងពិតប្រាកដជាក់ស្ដែងដែលខ្ញុំធ្លាប់ជួបខ្លួនឯងផ្ទាល់តែម្ដងបងប្អូនជឿមិនជឿអានឹងបងប្អូនគិតទៅតាមការគួរអញ្ចឹងទៅណាសម្រាប់ខ្ញុំឥឡូវនេះក៏អត់សូវខ្លាចដូចមុនដែរអ្នកទាំងអស់គ្នាហើយបាទពូខិតខំរលរុយរកកាក់ដើម្បីសន្សំទិញរបស់របរប្រើប្រាស់អីចឹងទៅដោយទូរស័ព្ទ Mac Honor 600 series នេះអ្នកទាំងអស់គ្នាបាទស្អាតមែនតើរូបរាងប្រណិតតែម្ដងបងប្អូនហើយមាន3ពណ៌អ្នកទាំងអស់គ្នាបាទមានពណ៌ទឹកក្រូចមានពណ៌ខ្មៅនិងពណ៌ Golden White អ្នកទាំងអស់គ្នាចំពោះរូបរាងវិញបើចាំខ្ញុំប្រាប់ឲ្យបងប្អូនហើយគ្រាន់តែមើលក៏ដឹងថាស្អាតប្រណិតថ្លៃថ្នូរហ្មងបងប្អូនចំពោះអេក្រង់គឺកាន់តែ smooth ទៀតរហូតដល់ 120Hz ជាពិសេសនោះគឺមានមុខងារ AI បងប្អូនទាំងអស់គ្នាបាទសូម្បីតែយើងថតរូបភាពរបស់យើងហ្នឹងយើងអាច generate រូបភាពហ្នឹងឲ្យបែបមិនក៏បានដែរឧទាហរណ៍រូបភាពពីរនេះខ្ញុំដាក់ឲ្យឬថាដាក់រូបខ្ញុំឲ្យទៅដាក់លេងនៅប្រាសាទអង្គរវត្តអញ្ចឹងណាតបមកយើង export វាតបមកវាចេញជាលទ្ធផលបងប្អូនឲ្យដូចរូបភាពពិតដែលយើងទៅប្រាសាទអង្គរវត្តអញ្ចឹងណាការពិតយើងអត់បានទៅទេឥឡូវនេះខ្ញុំ add រូបភាពមួយទៀតបាទដែលខ្ញុំឲ្យរូបពីរហ្នឹងគឺអោបគ្នាជាលក្ខណៈមិត្តភាពអញ្ចឹងទៅការពិតរូបខ្ញុំតែមួយបងប្អូនហើយបាទអញ្ចឹងវាផលិតចេញមកគឺឃើញថាល្អមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនណាដែលមានថវិកាសមរម្យបងប្អូនអាចជ្រើសរើសប្រភេទទូរស័ព្ទ Mac Honor 600 series នេះបានគឺជាប្រភេទទូរស័ព្ទដែលធន់កម្រិតផ្កាយ 5AGS អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំឲ្យចាក់ប្រធានបទពេកថ្ងៃនេះយើងបានទៅចូលព្រៃទៀតហើយដើម្បីទៅដើររកដើមក្បុងដើម្បីកាត់យកដើមរបស់វាយកមកធ្វើជាទឹកក្បុងធ្វើនំធ្វើណែកចឹងណាដោយសារតែពេលនេះជិតដល់ខែបិណ្ឌជុំបិណ្ឌអីទៀតហើយបងប្អូនហើយអញ្ចឹងនៅខាងស្រុកខ្ញុំឲ្យតែជិតដល់ខែបុណ្យទានពេលណាគឺតែងតែទៅរកដើមក្បុងហ្នឹងដើម្បីកាត់យកទៅធ្វើជានំអីចឹងទៅព្រោះដើមហ្នឹងនៅខាងស្រុកខ្ញុំគេនិយមយកទៅធ្វើទឹកក្បុងខ្លាំងមែនតើបងប្អូនហើយគឺយើងកាត់យកដើមរបស់វាពុះជ្រាកចឹងទៅយកទៅកដុតឲ្យคล้ายទៅជាផេះជាឈូងដើម្បីយកទៅច្រោះយកទៅធ្វើជាទឹកក្បុងដើម្បីធ្វើនំអីចឹងទៅណាអញ្ចឹងសម្រាប់បងប្អូននៅខាងខេត្តផ្សេងមិនដឹងគាត់យកដើមអីយកធ្វើជាទឹកក្បុងទេតែសម្រាប់នៅខាងខេត្តខ្ញុំគឺយកដើមកំបឹសដែលនៅក្នុងព្រៃយកធ្វើជាទឹកក្បុងអញ្ចឹងណាបងប្អូនខ្លះគាត់ថាយកអំបិលយកដុតធ្វើជាទឹកក្បុងក៏មានបងប្អូនខ្លះក៏ថាធ្វើពីធាងដូងក៏មានបងប្អូនខ្លះថាធ្វើពីផ្លែគោក៏មានដែរអញ្ចឹងណាបាទអញ្ចឹងអ្នកនរគ្នាដែលធ្វើវិធីអីផ្សេងទៀតបងប្អូនអាចជួយខមមិននៅក្រោមវីដេអូបានច្រើនមកដើម្បីងាយស្រួលដល់បងប្អូនដែលគាត់ចូលមើលខមមិនគាត់រៀនធ្វើនេះដែរអញ្ចឹងណាអ្នកនរគ្នាទឹកក្បុងនេះនៅផ្សារគេមានលក់ដែរបងប្អូនអើយក៏ប៉ុន្តែយើងអត់ចង់ទិញគេអញ្ចឹងណាយើងចង់ធ្វើបែបខ្លួនឯងធម្មជាតិអញ្ចឹងទៅយើងហូបទៅវាឆ្ងាញ់បើយើងទិញគេវាហូបទៅដូចថារៀងសសទៅឆ្ងាញ់ឯងបងប្អូនអើយហើយចំពោះសកម្មភាពដែលយើងទៅកាត់ហ្នឹងបងប្អូនអើយបាទរៀងវេទនាតិចដែរបាទ
ចឹងពីព្រោះដើមកំបោះហ្នឹងយើងកាប់តែមួយដើមទេអាធំនេះហើយអាតិចតួចហ្នឹងយើងកាប់ដែរព្រោះវានៅមែកតែមួយចឹងហើយដល់ចឹងវាមានជាតិកបងដូចតែគ្នាទេក៏ប៉ុន្តែខ្ញុំអត់ហ៊ានកាប់ធំច្រើនដោយសារតែបថៅរបស់យើងហ្នឹងវាបាក់មុខបាត់ហើយបងប្អូនអើយកាប់ដើមធំមួយដើមហ្នឹងវាបាក់មុខដោយសារតែយើងលុតវារៀងស្ទើបថៅហ្នឹងចឹងពេលដែលយើងកាត់មកហើយយើងចាប់ដើមកាត់វាជាកង់ហើយចឹងទៅដើម្បីយើងងាយស្រួលពុះដុតនៅកន្លែងហ្នឹងតែម្ដងដើម្បីយកឈូងយកផេះរបស់វាហ្នឹងយកទៅច្រោះនៅផ្ទះព្រោះបើយើងច្រោះនៅព្រៃនេះវារៀងយូរបងប្អូនអើយព្រោះយើងមានការងារផ្សេងច្រើនទៀតនៅផ្ទះចឹងណាដល់ចឹងយើងយកឈូងឬក៏ផេះហ្នឹងយកច្រោះចោលនៅផ្ទះចឹងទៅយើងអាចធ្វើការងារអីផ្សេងបានច្រើនទៀតបាទចំពោះការដុតក្បូងនេះយើងពិបាកត្រង់ឲ្យពេលដែលមានភ្លៀងខ្លាំងហើយអ្នកទាំងអស់គ្នាបើសិនជាមានអត់ភ្លៀងយើងស្រូវដុតទេណាយើងដុតតែមួយសន្ទុះអញ្ចឹងទៅបានឈូងបានផេះទៅផ្ទះច្រោះហ្នឹងបានធ្វើជាទឹកក្បូងបាត់ហើយតែបើសិនជាមានភ្លៀងខ្លាំងបងប្អូនហើយរៀងពិបាកតិចតើយើងប្រាក់ដបូលផងហើយយើងកោដីហ្នឹងឲ្យរៀងខ្ពស់ហើយចតើរផុតពីទឹកកុំឲ្យទឹកវាហូរដល់អញ្ចឹងទៅបាទអ្នកទាំងគ្នាបាទឥឡូវនេះយើងក៏ចាប់ផ្ដើមវាយខ្នោះរបស់វាដើម្បីខ្ទាស់កុំឲ្យវាធ្លាក់អញ្ចឹងទៅជា4ជ្រុងណាបាទអញ្ចឹងចំពោះបងប្អូនដែលគាត់ធ្លាប់ដុតក្បូងឬមួយគាត់ធ្លាប់មើលវីដេអូខ្ញុំដុតក្បូងពីមុនមកគាត់ប្រកាសជាដឹងហើយណាព្រោះខ្ញុំធ្លាប់ដូចជាធ្លាប់ចេញមកវីដេអូដែររបៀបនៃការធ្វើទឹកក្បូងអញ្ចឹងទៅអញ្ចឹងចាំមើលវីដេអូក្រោយខ្ញុំនឹងប្រាប់វិធីនៃការច្រោះចម្រោះវាបែបម៉េចដើម្បីយើងអាចទទួលបានលទ្ធផលយកទឹកក្បូងហ្នឹងយកទៅធ្វើជានំជាណែកបានជានំសម្រាប់យើងយកទៅវត្តយកទៅវាចូលរួមពិធីបុណ្យអីផ្សេងៗអីចឹងទៅបាទចំពោះទឹកក្បូងនៅខាងស្រុកខ្ញុំភាគច្រើនគេយកទៅធ្វើជានំលតនំក្បូងនំអីចឹងទៅហើយមាននំមួយចំនួនទៀតបាទអញ្ចឹងខ្ញុំអត់សូវដឹងអស់ប្រហែលទេបើសិនជាបងប្អូនដឹងទេបងប្អូនអាចជួយខមមិនប្រាប់នៅក្នុងវីដេអូនេះផងចំពោះការដុតទឹកក្បូងនេះគឺថាចាយពេលយើងយូរគួរសមដែរបងប្អូនអើយយើងមកតាំងតែពីព្រឹកឥឡូវនេះដល់រសៀលយើងទើបតែចាប់ផ្ដើមដុតទឹកក្បូងទេណាបងប្អូនបាទព្រោះថាយើងមកហ្នឹងយើងត្រូវហូបបាយហូបទឹកដែរបាទហូបបាយក្នុងព្រៃហើយយើងក៏ចាប់ផ្ដើមដើរកាប់ដើមក្បូងទៅមកកាប់ហើយជ្រៀកហើយពុះហើយទៅបាទយើងរៀបចំដាក់ដុតចឹងទៅឥឡូវនេះយើងដុតរួចរាល់ហើយក៏អង្គុយចាំភ្លើងមកសន្ទុះទៅមកដើមក្បូងយើងឆេះអស់ចឹងទៅក៏យប់ល្មមអ្នកទាំងអស់គ្នាក៏យើងថារៀងយប់គួរសមដែរព្រោះបញ្ញាប់ទៅផ្ទះផ្លូវយើងរៀងឆ្ងាយផ្លូវក៏ពិបាកទៅទៀតបងប្អូនអើយផ្លូវពិបាកមកតាមនេះយើងជិះម៉ូតូមកហើយផ្លូវពិបាកឆ្ងាយទៀតដល់មកដល់ទីតាំងកន្លែងដុតទឹកក្បូងយើងចឹងទៅចឹងយើងក៏ចាប់ដើមរួចវារៀងលុតបន្តិចមកយើងក៏កាប់ឈូងដាក់ក្នុងកូនបេរបស់យើងដើម្បីយកទៅច្រោះបន្ថែមនៅផ្ទះចឹងទៅចឹងមិនមែនជាការងារស្រួលប្រហែលទេបាទរកក្បូងរកអីនេះបាទក៏ប៉ុន្តែទឹកក្បូងដែលយើងធ្វើដោយដៃចេះគឺធម្មជាតិថ្មីឆ្ងាញ់បងប្អូនហើយល្មួតគេហៅថាលួតហូបទៅគឺមានជាតិឆ្ងាញ់ហ្មងហើយនំក្បូងនេះបើយើងយកទៅជ្រលក់ជាមួយនឹងទឹកឃ្មុំទៀតកាន់តែឆ្ងាញ់បាទអ្នកទាំងអស់គ្នាបាទវីដេអូយើងមានតែប៉ុណ្ណេះទេហើយចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតហ្នឹងបងប្អូនបាទបាយបាយអរគុណច្រើន